nơi lơ mấy cột lẹ nơi khung tất cột lệch pe ní vô thi ý đóng cầm bông chụp cua mà hòn trái thuê đòn đào dân ho trong bang Israel S-35បានបាញ់ទម្លាក់យន្តហោះចម្បាំងនៅលើមេឃទីក្រុងតេរ៉ង់របាយការណ៍ចេញពី Economic Times ដែលបានចុះផ្សាយនៅថ្ងៃទី4 មិនិនាបានលើកថានៅក្នុងប្រតិបត្តិការ Rolling Lion កងទ័ពអាកាសអ៊ីស្រាអែលបានបង្កើតប្រវត្តិសាស្ត្រយោធាថ្មីមួយដោយការប្រើប្រាស់យន្តហោះចម្បាំងបំបង្កាយ S-35I បានបាញ់ទម្លាក់យន្តហោះចម្បាំងយ៉ាង130របស់អ៊ីរ៉ង់នៅលើមេឃទីក្រុងតេរ៉ង់ដោយផ្ទាល់តែម្ដងដែលបានកើតឡើងនៅថ្ងៃទី4 មិនិនានេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែល S-35 បាញ់ទម្លាក់យន្តហោះដែលមានមនុស្សបើកនិងជាការវាយប្រហារលើអាកាសដ៏ធំបំផុតរបស់អ៊ីស្រាអែលក្នុងរយៈពេល40ឆ្នាំមកនេះការវាយប្រហារនេះបង្ហាញពីឧត្តមភាពបច្ចេកវិទ្យាដែលអ៊ីរ៉ង់មើលមិនឃើញខណៈដែលគ្រាប់បែកអ៊ីស្រាអែលកំពុងបន្តទម្លាក់ទៅលើស្នាក់ការកណ្ដាលរបស់កងកម្លាំងបាស៊ីតនៅមជ្ឈមណ្ឌលបញ្ជាការសន្តិសុខក្នុងរដ្ឋធានីយន្តហោះយ៉ាង130ដែលជាយន្តហោះវឹកហាត់ល្បឿនលឿនក្រមសម្លេងនិងជាយន្តហោះវាយប្រហារស្រាផលិតនៅប្រទេសរុស្ស៊ីដែលអ៊ីរ៉ង់ទើបតែបញ្ជូនទៅក្នុងកងនាវារបស់ខ្លួនមិនអាចប្រៀបផ្ទឹមបានទៅនឹងយន្តហោះចម្បាំងបំបង្កាយចំនួនទី5នោះទេយន្តហោះ 35I ដែលជាយន្តហោះចម្បាំងបំបង្កាយចំនួនទី2របស់អ៊ីស្រាអែលដែលកែប្រែយ៉ាងខ្លាំងពីយន្តហោះ Lockheed Martin S-35 Lightning II មានឈុតសង្គ្រាមអេឡិចត្រូនិកផ្ទាល់ខ្លួននិងការបញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញាទំនើបដែលទំនងជាអនុញ្ញាតឲ្យអ្នកបើកបរយន្តហោះអ៊ីស្រាអែលរកឃើញយន្តហោះអ៊ីរ៉ង់មុនពេលត្រូវបានគេប្រទះឃើញត្រឡប់មកវិញស្របពេលក្នុងសមរភូមិលើអាកាសកំពុងតែក្តៅកគុកវិបត្តិអាថ៌កំបាំងមួយបានកើតឡើងនៅមិនឆ្ងាយពីតំបន់មជ្ឈិមបូព៌ាពោលគឺនៅក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កាក្រសួងការពារជាតិនិងកងទ័ពជើងទឹកស្រីលង្កានៅថ្ងៃទី4 មិនិនាបានប្រកាសថានាវាចម្បាំងប្រភេទ Frigate ដ៏ទំនើបរបស់អ៊ីរ៉ង់ដែលមានឈ្មោះថា IRIS Dana បានលិចបាត់នៅក្នុងបាតសមុទ្របណ្ដាលឲ្យនាវាទៅដល់101នាក់បានខ្លួននិង78នាក់ទៀតរងរបួសទោះបីជាអាជ្ញាធរស្រីលង្កានៅស្ងៀមស្ងាត់ប៉ុន្តែមានការសង្ស័យយ៉ាងខ្លាំងថានាវានេះត្រូវបានលួចវាយប្រហារដោយនាវាមួយដ៏អាថ៌កំបាំងឬក្នុងការបំផ្ទុះចំពេលប្រតិបត្តិការកំហឹងអន្តរីដែករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលកំពុងតាមកំទេចយោធាអ៊ីរ៉ង់នៅគ្រប់ទីកន្លែងលើសកលលោកព្រឹត្តិការណ៍ទាំងពីរនេះបង្ហាញថាអ៊ីរ៉ង់កំពុងរងការវាយប្រហារពីគ្រប់ច្រកល្ហកទាំងលើមេឃលើដីនិងក្រោមទឹកគិតមកដល់ពេលនេះចំនួនអ្នកស្លាប់អ៊ីរ៉ង់បានកើនឡើងលើសពី700នាក់ខណៈដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានប្រមានទុកជាមុនថាការវាយប្រហារទៅលើអ៊ីរ៉ង់នឹងកាន់តែបង្កើនកម្រិតខ្លាំងក្លាជាងនេះទៅទៀតទោះយ៉ាងការបាត់បង់ទាំងយន្តហោះចម្បាំងនិងនាវាចម្បាំងក្នុងពេលដំណើរគ្នាបែបនេះគឺជាការធ្វើឲ្យយោធាអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពទ្រុឌច្រកគួរបញ្ជាក់ផងដែរថាទូរលេខអ្នកស្លាប់របស់ភាគីអ៊ីស្រាអែលមិនទាន់មានរបាយការណ៍ច្បាស់លាស់ពីចំនួនសរុបនៃជនស៊ីវិលនៅឡើយទេ